មានរឿងមួយបានដំណើរថាមានផ្ទះបុរាណទុកចោលជាច្រើនឆ្នាំណាស់មកហើយម្ចាស់ផ្ទះពួកគេក៏បានទៅរស់នៅឯប្រទេសក្រៅហើយម្ចាស់ផ្ទះក៏បានជួលសន្តិសុខម្នាក់មកយាមនៅមុខផ្ទះនោះមានថ្ងៃមួយមេចៅម្នាក់បានដើរកាត់មុខផ្ទះបុរាណនោះហើយមេចៅនោះមានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញផ្ទះបុរាណនោះចុំយ៉ាផ្ទះនោះគឺជាផ្ទះអ្នកណាគេអញ្ចេះហេតុអីក៏ធំអីបែបហ្នឹងនេះប្រហែលជាមានមាសប្រាក់ច្រើនហើយមើលទៅតែប៉ុណ្ណេះណាខ្ញុំនឹងខ្លាចជាអ្នកមានជីមិនខានទេខ្ញុំត្រូវតែចូលទៅស៊ើបមើលសិនបន្ទាប់មកគាត់ក៏បានចូលទៅក្នុងផ្ទះបុរាណនោះហើយគាត់ក៏បានជួបនឹងសន្តិសុខម្នាក់ដែលឈរយាមនៅមុខផ្ទះនោះសួស្តីលោកអ៊ំតើលោកអ៊ំមកទីនេះធ្វើអ្វីទៅតើឯងមកទីនេះធ្វើអីយើងធ្វើការយាមនៅផ្ទះនេះឯងសួរដូចឈួតអញ្ចឹងឯងចង់ចូលមកលួចផ្ទះគេមែនទេហ៎អត់ទេអ៊ំខ្ញុំមិនមែនជាចោរនោះទេខ្ញុំលើថាផ្ទះនេះមានវត្ថុបុរាណច្រើនណាស់ខ្ញុំគ្រាន់តែចង់ចូលទៅមើលបន្តិចនឹងណាលោកអ៊ំសូមលោកអ៊ំឲ្យខ្ញុំចូលទៅបន្តិចទៅខ្ញុំសន្យាថានឹងមិនប៉ះពាល់អ្វីនៅក្នុងផ្ទះនេះទេអូខេអ៊ំឲ្យក្មួយចូលក៏បានដែរតែកុំរពឹសដៃឲ្យសោះណាប្រយ័ត្នតែអ៊ំចាប់ដាក់គុកទៅបន្ទាប់មកគាត់ក៏បានចូលទៅក្នុងផ្ទះនោះយ៉ាងសប្បាយចិត្តពេលដែលគាត់ចូលទៅដល់ក្នុងផ្ទះនោះគាត់បើកភ្នែកធំតែម្ដងវ៉ាវនៅក្នុងផ្ទះនេះពិតជាមានរបស់មានតម្លៃច្រើនណាស់អញ្ចឹងតើបានជាម្ចាស់ផ្ទះសុកចិត្តជួសន្តិសុខឲ្យយាមតែប៉ុណ្ណេះណាត្រូវប៉ាន់ខ្ញុំហើយបន្ទាប់មកគាត់ក៏បានដើរទៅក្នុងបន្ទប់បន្តទៀតអូនៅក្នុងបន្ទប់នេះស្អាតខ្លាំងណាស់យប់នេះចាំយើងជួបគ្នាណាខ្ញុំនឹងមកម្ដងទៀតបន្ទាប់មកគាត់ក៏បានវិលត្រឡប់ទៅផ្ទះវិញពេលដែលគាត់ទៅដល់ផ្ទះគាត់មិនអស់ចិត្តតតែសោះគាត់ដើរចុះឡើងបន់ឲ្យទៅដល់ពេលយប់នោះទេលុះដល់ពេលយប់ឡើងគាត់ក៏បានដើរសំដៅទៅផ្ទះបុរាណនោះចំណែកសន្តិសុខក៏បានវិលត្រឡប់ទៅផ្ទះរបស់គាត់ដែរមេចៅឃើញសន្តិសុខទៅផ្ទះគាត់ដូច្នេះគាត់សប្បាយចិត្តជាខ្លាំងចំយ៉ាអ៊ំសន្តិសុខនេះទៅផ្ទះគាត់បាត់ហើយតើវាពិតជាសំណាងរបស់ខ្ញុំខ្លាំងណាស់គ្រប់ទឹកហើយខ្ញុំពេលនេះខ្ញុំនឹងទៅប្រមូលរបស់មានតម្លៃនៅក្នុងផ្ទះនោះទាំងអស់បន្ទាប់មកគាត់ក៏បានចូលទៅក្នុងផ្ទះបុរាណនោះហើយកាន់ពិលមួយដើម្បីមើលផ្លូវព្រោះនៅក្នុងផ្ទះបុរាណនោះងងឹតបន្តិចតែប៉ុណ្ណេះណាត្រូវប៉ាន់ខ្ញុំហើយរបស់នៅក្នុងនេះគឺជារបស់ខ្ញុំទាំងអស់ហេតុអ្វីបានជាលោកអ៊ំសន្តិសុខនោះគាត់យាមតែពេលថ្ងៃដូចនេះណោះប្រហែលជាគាត់ខ្លាចខ្មោចទេមើលទៅស្រាប់តែពេលនោះគាត់ក៏បានឮសំឡេងគោះទ្វារចេញពីក្នុងបន្ទប់ហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំងតើអ្នកណាគេគោះទ្វារនោះតិចម្ចាស់ផ្ទះគេមកទៅនេះបើគេចាប់ខ្ញុំបានណាខ្ញុំនឹងត្រូវចូលគុកជាមិនខានទេមិនបានទេខ្ញុំត្រូវតែរកកន្លែងរត់ពួនសិនហើយបន្ទាប់មកគាត់ក៏បានទៅរត់ពួននៅក្រោយគ្រែគាត់មានការភ័យខ្លាចជាខ្លាំងពេលដែលឮសំឡេងគោះទ្វារដូចនេះពេលដែលគាត់កំពុងតែលាក់ខ្លួននោះស្រាប់តែមានអ្វីម្យ៉ាងមកចាប់ជើងរបស់គាត់ហើយតើមានរឿងអ្វីកើតឡើងនឹងមិនបានជាមានអ្វីមកចាប់ជើងខ្ញុំដូចនេះហើយវាតាបាត់ទៅតិចខ្មោចលងទេដឹងនេះមិនអាចទេប្រហែលជាខ្ញុំខ្លាចម្ចាស់ផ្ទះមកតាន់ហើយបានជាភ្ញាក់បែបហ្នឹងស្រាប់តែពេលនោះក៏មានស្រមោលមួយដើរកាត់ពីមុខគាត់ហើយអ្នកណាគេហ្នឹងអ្នកណាគេឆាប់បង្ហាញខ្លួនមកណាកុំមកបន្លាយខ្ញុំអីប្រយ័ត្នតែខ្ញុំប្តឹងប៉ូលីសទៅមកធ្វើខ្មោចអីណាស្មានតែខ្ញុំមិនដឹងអីគាត់ក៏បានមើលទៅជញ្ជាំងស្រាប់តែគាត់ក៏បានឃើញស្រមោលនោះម្ដងទៀតតើនោះជាអ្វីហ្នឹងហេតុអ្វីបានជាមានស្រមោលដូចនេះប្រហែលជាខ្ញុំត្រូវខ្មោចលងហើយអញ្ចឹងតើបានជាអ៊ំសន្តិសុខនោះគាត់មិនព្រមនៅយាមពេលយប់ដូចនេះហេតុអីបានជាអ៊ំមិនប្រាប់ខ្ញុំអើយផ្ទះនេះខ្មោចលងពេលនោះគាត់ក៏បានរត់ចេញពីបន្ទប់នោះជួយផងណាជួយផងខ្មោចលងខ្ញុំហើយអើយជួយផងខ្មោចលងនៅពេលនោះគាត់ក៏បានរត់ទៅបន្ទប់មួយទៀតអើយម៉ែអើយស្លាប់ខ្ញុំហើយពេលនេះស្លាប់ជាមិនខានទេអាខ្មោចឯងឆាប់ចេញទៅណាយើងមិនចង់ជួបឯងនោះទេខ្ញុំមិនចូលចិត្តឯងទេណាឯងឆាប់ចេញទៅសំឡេងនោះក៏បានឮម្ដងទៀតហើយគាត់
មានការភ្ញាក់ផ្អើលជាខ្លាំងអើយម្នាយអើយសំឡេងគួរឲ្យខ្លាចខ្លាំងណាស់អើយសំឡេងនោះវាបានមកទៀតហើយនេះតើខ្ញុំមកគិតយ៉ាងម៉េចទៅខ្ញុំត្រូវធ្វើអ្វីទៅនៅពេលនេះពេលនោះគាត់ក៏បានរត់ទៅមុខបន្តទៀតមេឃក៏បានចាប់ផ្ដើមងងឹតបន្តិចម្ដងគាត់មានការភ័យខ្លាចជាខ្លាំងនេះតើខ្ញុំមកគិតយ៉ាងម៉េចទៅអូយខ្មោចផ្ទះនេះលងសាហាវខ្លាំងណាស់ម៉ែអើយឪអើយជួយកូនផងខ្ញុំពេលនេះគិតយ៉ាងម៉េចចាគាត់ក៏បានរត់ទៅមុខបន្តទៀតគាត់រត់ផងយំផងព្រោះតែគាត់ខ្លាចខ្មោចពេលដែលគាត់រត់ទៅដល់មុខនោះស្រាប់តែមានរបស់មួយហោះមកប៉ះមុខគាត់ហើយក៏បានហោះទៅវិញទៅអើយម្នាយអើយហើយអ្វីគេនឹងហោះចូលឡើងនេះតិចត្រូវក្បាលខ្ញុំទៅអើយខ្មោចអើយឈប់លេងជាមួយនឹងខ្ញុំទៅណាខ្ញុំឈប់ដើរលួចរបស់គេទៀតហើយបើដឹងអញ្ចឹងណាខ្ញុំមិនមកផ្ទះនេះទេខ្មោចនេះលងសាហាវខ្លាំងណាស់លោកអើយគាត់បានងាកចុះងាកឡើងស្រាប់តែគាត់បានឃើញបង្អួចមួយនៅក្បែរនោះពេលនោះគាត់សប្បាយចិត្តជាខ្លាំងប្រហែលជាគាត់គិតថាគាត់នឹងលោតតាមមាត់បង្អួចនោះមកក្រោមហើយមានសង្ឃឹមឲ្យខ្ញុំមានផ្លូវរត់ហើយនៅពេលនេះអាខ្មោចឯងណាលងខ្ញុំលេងបានទៀតហើយតើហើយគាត់ព្យាយាមបើកបង្អួចនោះប៉ុន្តែគាត់បើកមិនបានទាល់តែសោះគាត់មានការចម្លែកនៅក្នុងចិត្តជាខ្លាំងព្រោះតែគាត់បើកបង្អួចមិនបានស្រាប់តែពេលនោះមានអ្វីមួយបានទាញគាត់ចុះមកក្រោមអូយបាក់ចង្កេះខ្ញុំហើយនៅពេលនេះតើអ្នកណាគេចាប់ទាញខ្ញុំនេះបាក់ចង្កេះខ្ញុំអស់ហើយហេតុអីក៏ជីវិតខ្ញុំវេទនាអីបែបនេះអស់ពីរឿងមួយចូលរឿងមួយពិតជាបាបកម្មពិតមែនអើយគាត់ក៏បានក្រោកឡើងនៅក្នុងនេះពិតជាចម្លែកខ្លាំងណាស់ខ្ញុំត្រូវតែរកផ្លូវចេញឲ្យទាល់តែបានបើមិនដូច្នេះទេខ្ញុំនឹងស្លាប់ក្នុងនេះជាមិនខានឡើយគាត់ក៏បានដើរទៅមុខនឹងរកច្រកចេញស្រាប់តែពេលនោះគាត់ក៏បានឮសំឡេងគោះទ្វារម្ដងទៀតគាត់បើកភ្នែកធំហើយគាត់ក៏បានរត់ពួននៅកន្លែងមួយអើយម៉ែអើយតើអ្នកណាគេមកគោះទ្វារនោះអាខ្មោចឯងឆាប់ចេញទៅណាយើងមិនចង់ឃើញមុខឯងទេឯងកុំមកធ្វើលាក់លៀមអីហ្នឹងអើយម៉ែអើយជួយកូនផងស្រាប់តែពេលនោះនាងខ្មោចក៏បានបង្ហាញខ្លួននៅពីមុខគាត់ពេលដែលគាត់ឃើញច្បាស់បែបហ្នឹងហើយគាត់ស្រាប់តែបើកភ្នែកធំតែម្ដងសួស្ដីប្រុសស្អាតហេតុអីបានជាអ្នកបើកភ្នែកធំអីបែបនេះនេះបងមើលមកអូនណាតើអូនណាស្អាតដែរទេហ្នឹងបងណាពិតជាសង្ហាខ្លាំងណាស់យើងណាធ្វើសង្សារគ្នាតែម្ដងទៅអីអើយអត់ទេណានេះខ្ញុំមកមានប្រពន្ធរួចហើយខ្ញុំក៏មិនបានមើលនាងដែរនាងចេញឲ្យឆ្ងាយទៅខ្ញុំមិនចូលចិត្តនាងនោះទេអើយចេញទៅអើយឲ្យខ្ញុំចេញទៅក៏បានដែរជប់សិនកុំទៅណាចោលអូនអីណាបងទៅណាចោលអូនមិនបាននោះទេបងកុំទៅអីហេតុអ្វីបានជាយើងនិយាយទៅនាងមិនស្ដាប់ដូច្នេះយើងប្រាប់ហើយថាយើងមិនស្រឡាញ់នាងទេយើងមានប្រពន្ធកូនហើយប៉ុន្តែបងចូលមកទីនេះធ្វើស្អីក្រែងបងចូលមកដើម្បីជួបអូនមែនទេអូននេះខំតែអូនណាកំពុងតែឃ្លានប្តីផងហើយយើងចូលមកដើម្បីលួចទ្រព្យសម្បត្តិខ្ញុំគ្មានមករកនាងស្អីនោះទេព្រោះយើងមិនដែលស្គាល់គ្នាទេណានាងទៅរកអ្នកផ្សេងទៅខ្ញុំមិនត្រូវការនាងទេណានាងគឺជាខ្មោចថាម៉េចនេះឯងគឺជាចោលមែនទេត្រូវប៉ាន់ហើយអញ្ចឹងកំពុងតែរកមុខផងថ្ងៃនេះយើងនឹងសម្លាប់ឯងដឹងអត់អូនស្លាប់ដោយសារតែអាចោលនឹងហើយវាគឺជាអ្នកសម្លាប់យកខ្សែកមាសរបស់អូនតែនោះមិនមែនជាមាសទេណាវាគឺជាខ្សែកកឡៃឯងត្រូវតែងប់នៅកន្លែងនេះហើយមកអាចង្រៃអើយមិនមែនខ្ញុំទេណាមិនមែនខ្ញុំទេខ្ញុំមិនដែលសម្លាប់មនុស្សឯណាខ្ញុំគ្រាន់តែលួចរបស់គេតែប៉ុណ្ណោះហេតុអីក៏អ្នកចង់សម្លាប់ខ្ញុំដូច្នេះអើយនាងទៅសម្លាប់អ្នកណាគេដែលសម្លាប់នាងទៅមិនមែនខ្ញុំទេដឹងបន្ទាប់មកនាងខ្មោចនោះក៏បានចូលទៅសម្លាប់គាត់ក៏បានរត់ទៅមុខប៉ុន្តែគាត់រត់មិនរួចទាល់តែសោះហេតុអីបានជាខ្ញុំរត់មិនទៅមុខដូច្នេះនេះតើមានរឿងអ្វីកើតឡើងចំពោះខ្ញុំទៅអើយខ្ញុំស្លាប់ហើយនៅពេលនេះនាងខ្មោចអើយទុកជីវិតឲ្យខ្ញុំផងណាខ្ញុំមិនចង់ស្លាប់ទេតើតែយូរបានជើងដោះលែងឯងបើទុកឯងឲ្យនៅរស់ណាឯងដឹងតែដើរលួចរបស់គេទៀតជាមិនខាននោះទេអញ្ចឹងឯងស្លាប់នៅពេលនេះទៅចៅលឺខ្មោចនិយាយដូច្នេះគាត់មានការភ័យខ្លាចជាខ្លាំងហើយងាប់ហើយឯងនៅពេលនេះនាងខ្មោចអើយដោះលែងខ្ញុំទៅណាខ្ញុំសន្យាថាខ្ញុំនឹងមិនលួចគេទៀតទេខ្ញុំឈប់លួចគេហើយពេលនោះគាត់ក៏បាននឹកឃើញព្រះ
នៅក្នុងហៅប៉ៅរបស់គាត់ហើយគាត់ក៏បានបោះវាទៅលើនាងខ្មោចនោះ នេះតាឯងបោះអ្វីមកលើខ្ញុំហ្នឹងហើយអ្វីបានជាក្តៅដូច្នេះអូយក្តៅខ្លាំងណាស់អើយឆាប់យករបស់នេះចេញពីខ្លួនរបស់យើងភ្លាមទៅណាអូយក្តៅណាស់ក្តៅណាស់ក្តៅ នៅក្នុងពេលនោះដែរនាងខ្មោចក៏បានឆេះរលាយបាត់ទៅហើយមេចៅក៏បានចាក់ចេញពីផ្ទះបុរាណនោះហើយគាត់ក៏លែងដើរលួចគេទៀតដែរ